ថ្ងៃនេះដែរខ្ញុំមកបង្ហាញអំពីរបៀបដោះសម្អាតបាទស្លាបដង្ហើមខាងក្រោយរបស់ Ring Fan ក៏ដូចជាfilter ត្រជាក់របស់វាបាទយើងមានទល់ពីមួយមកបាទយើងមូលលើខាងក្រោយបាទដើម្បីដោះតួខាងក្រោយនឹងឡើងបាទយើងបុកខ្សែវាហើយបាទយើងឆ្កឹះតែបន្តិចមកបាទគឺវាចាញ់ហើយអញ្ចឹងកន្លែង filter នេះគឺយើងដោះខ្សែពីរគ្រាប់ដែរដើម្បីលាងសម្អាតបាទហើយវាចង់ដោះស្លាបដង្ហើមខាងក្នុងបាទគឺខាងហ្នឹងក៏មានជាមួយនឹងខ្សែមួយគ្រាប់ផងដែរបាទអញ្ចឹងយើងដោះវាទៅទឹកនៅក្នុងនេះជាយើងដាក់ទឹកចេញបាទខ្លាចកំពុំទៅស្ទឹកឬក៏ហៀចូលភ្លើងអញ្ចឹងទៅអញ្ចឹងបាទដោះវាមកបាទជុំបាត់បាទតោះមកយើងរុញវាឡើងទៅលើទៅបាទយើងអាចដោះជាមួយអានឹងចេញហើយអញ្ចឹងយើងអាចលាងទឹកបានចំពោះអាដុំនេះណាពីនេះយើងអាចលាងទឹកបាននេះមួយទៅហៅបាទយើងយកខ្សែខ្ញុំជុំមកហើយយើងមើលកន្លែងនេះយើងសោកវាទៅលើហើយកន្លែងនេះយើងដាក់ឲ្យត្រូវជាមួយនឹងពុំវាវិញមកបាទវាមានកន្លែងវាទប់បាទយើងមួលវាវិញមកយើងដាក់ចំប្រឡោះហ្នឹងមកយើងមួលវាចូលទៅវិញទៅបាទមួយតឹងណាមួយតឹងបាទហើយនេះពេលយើងលាងសម្អាតហើយនេះទេបាទងាយដាក់វាចូលវិញបាទគូក្លក់ចូលភ្លេចបាទមកខ្សែវាវិញមកវាចូលហើយបងប្អូនអត់ចង់ប្របាក់ទេអត់អីទេបាទពួកខ្ញុំក៏មានសម្អាតលាងអាចដែរ